សួស្តីបងប្អូនអ្នកទាំងអស់គ្នាហើយនៅក្នុងវីដេអូមួយនេះដែរគឺខ្ញុំមកបង្ហាញអំពីការ download វីដេអូចេញពី Facebook ណា Facebook ណាគឺមាន Reel មានវីដេអូអានេះគឺអូខេខ្ញុំ log out account Facebook មួយចេញសិនដើម្បីឲ្យយើងមើលឃើញថាអឺ មុនដំបូងវាចេញ error មិនព្រោះអីអាហ្នឹងគឺយើងត្រូវប្រើ cookie ឥឡូវនេះគឺយើង lock out ចេញហើយយើងបិទហើយបើកមកម្ដងទៀតសាកមើលអញ្ចឹងបានន័យថា error អត់មាន account Facebook ទេអញ្ចឹងខ្ញុំចូលមក account Facebook នេះក៏វា lock out ដែរព្រោះយើង lock out អស់ហើយណាអូខេឥឡូវគឺខ្ញុំ log in ទៅវិញឥឡូវខ្ញុំ log in មកហើយគឺខ្ញុំចូលមកអឺ browser ហើយបន្ទាប់មកយើងចុច export ចុច JSON នេះបន្ទាប់មកយើងចូលមកក្នុង folder មកស្ដាំនៅក្នុង file លើ file cookie.fb.txt នេះយកពាក្យថា edit បន្ទាប់មក pass cookie យើងចូលហើយចុច save ទៅវិញបាទបន្ទាប់មកគឺមកបើកកម្មវិធីរបស់យើងអញ្ចឹងវាបាត់ error ហើយនេះព្រោះវាមាន cookie មានរបស់វាមកអស់ហើយអញ្ចឹងវិធីរបស់ខ្ញុំគឺមាន2ទី1គឺ Reel ទី2គឺ Video អញ្ចឹងយើងចង់ download មួយណាយើង tick លើមួយហ្នឹងទៅអូខេឧទាហរណ៍ថាឥឡូវខ្ញុំចង់បាន Reel ខ្ញុំ copy មកនេះ Reel នេះយើងចុចមកដល់កន្លែង Reel ហ្នឹងមកហើយផាសចូលដាក់ចំនួន Reel ប្រមាណ Reel ចង់បានមិនមែន Reel លុយទេណាមិន Reel វីដេអូហ្នឹង short clip របស់ Facebook អញ្ចឹងចុចកន្លែង Reel ហ្នឹងមកបន្ទាប់មកចុច scrap អានេះគឺវិធីរបស់ខ្ញុំដែលខ្ញុំធ្វើ script របស់ stable ហេតុអីបានខ្ញុំអត់ចុចឲ្យ download ដូចគេដូចឯងដូចកម្មវិធីអ្នកផ្សេងព្រោះអីកម្មវិធីអ្នកផ្សេងឧទាហរណ៍ថា user នឹងមាន100 reel 100វីដេអូ100 clip គឺត្រូវ download ទាំងអស់តែខ្ញុំអត់ទេខ្ញុំសរសេរទាញយកចំនួនអញ្ចេះវិញអញ្ចឹងឥឡូវវាមកហើយមាន25វីដេអូបន្ទាប់មកគឺយើងចុច download អញ្ចឹងចុច download ឧទាហរណ៍ថាឥឡូវនៅក្នុងនេះខ្ញុំដាក់ថាSB Reel ចុះណា SB Reel ខ្ញុំចុច download បន្ទាប់មកខ្ញុំទៅ select folder ឈ្មោះថា SB Reel អូខេនេះវាចុច pending កំពុងតែទាញព្រោះពេលវាចេញ pending អញ្ចឹងវាកំពុងតែទាញនេះវាទាញមកហើយវាទាញមកមានចំនួន K view មាន reaction មានឈ្មោះវីដេអូមានអឺ ID របស់វីដេអូមកអញ្ចឹងអានេះគឺវិធី download reel អូខេហើយអានេះគឺមានតែប៉ុណ្្នឹងខ្ញុំ stop ទៅវិញព្រោះខ្ញុំនឹងទៅធ្វើវីដេអូនេះអូខេខ្ញុំចុច stop ហើយចុចបិទទៅយើងការពារច្រឡំអញ្ចឹងឥឡូវនៅក្នុងនេះខ្ញុំបង្កើត folder មួយទៀតឈ្មោះថា SB video បន្ទាប់មកគឺខ្ញុំទៅយក URL វីដេអូមកនេះ URL វីដេអូអានេះខ្ញុំឧទាហរណ៍ទេទាំងអស់គ្នាអាចធ្វើទៅតាមដែលការគួរខ្ញុំទៅបើកកម្មវិធីបន្ទាប់មកចុចលើ FB បន្ទាប់មកខ្ញុំចុចលើវីដេអូហើយខ្ញុំផាសចូលបន្ទាប់មកខ្ញុំចុច scrap នៅគ្នាអានេះគឺយើងយកចំនួនប្រមាណ25យ៉ាងអញ្ចឹងខ្ញុំដាក់25នៅទៅនឹងមកគឺវាទៅទាញចំនួន25វីដេអូយកមកដាក់ឲ្យយើងអូខេឥឡូវវីដេអូមកហើយចំនួន25អញ្ចឹងខ្ញុំចុច download ដូចមិញហ្នឹង
ចុច download បន្ទាប់មកខ្ញុំយក FB វីដេអូខ្ញុំចុច OK អញ្ចឹងនេះគឺវា pending មកទៀតហើយអូខេនេះវា download មកហើយគឺមាន title caption title description ហើយនឹង video ID មកចែកហ្នឹងនេះឃើញទេ download លឿនដែរតើអូខេអញ្ចឹងសម្រាប់វីដេអូតាក់ទងជាមួយនឹងការ download clip reel ឬក៏វីដេអូចេញពី Facebook គឺមានតែប៉ុណ្ណឹងខ្ញុំ stop ទៅវិញ